រឿងស្រមោលអន្ទោនៅវត្តកោះនៅចុងភូមិកំពង់ត្រាចមានវត្តបុរាណមួយឈ្មោះថាវត្តកោះវត្តនេះមិនស្ថិតនៅលើកោះពិតប្រាកដទេប៉ុន្តែព័ទ្ធជុំវិញដោយវាលស្រែល្វឹងល្វើយនិងមានដើមឈើធំដុះអុបទ្រពធ្វើឲ្យមើលទៅហាក់ដូចជាដាច់ស្រយាលពីភូមិឋានអ្នកភូមិភាគច្រើនគោរពបូជាវត្តនេះណាស់ប៉ុន្តែក្រោយម៉ោង 5 ល្ងាចទៅកម្រមាននរណាហានដាកាត់ឬចូលទៅជិតបរិវេណវត្តតែម្នាក់ឯងណាស់ជាពិសេសគឺនៅក្បែរដើមពោធិ៍ធំមួយដើមនៅខាងលិចព្រះវិហារគេខ្សឹបខ្សៀវវត្តគ្នាថាទីនោះមានគណៈតាម្ចាស់ដើមក៏ដែលជាវិញ្ញាណស្រីក្រមុំម្នាក់ស្លាប់យ៉ាងអាថ៌កំបាំងនៅក្រោមដើមពោធិ៍នោះកាលពីជំនាន់មុនវិបុលកំឡោះវ័យ20 ឆ្នាំជាងទើបត្រឡប់មកពីភ្នំពេញដើម្បីសួរសុខទុក្ខយាយនៅភូមិកំណើតគេជាមនុស្សសម័យថ្មីមិនសូវជឿរឿងខ្មោចព្រាយប៉ុន្មានទេយាយម៉ៅយាយរបស់វិបុលជាមនុស្សចាស់គោរពប្រពៃណីនិងដឹងរឿងរ៉ាវច្រើនក្នុងភូមិនាងនីវិញ្ញាណខ្មោចស្រីក្រមុំដែលគេជឿថាស៊ីងសន្ធិដ្ឋនៅដើមពោធិ៍វត្តកោះវិបុលមកដល់ភូមិកំណើតចំពេលរដូវភ្ជុំបិណ្ឌខ្យល់ត្រជាក់បក់ល្វើយនាំមកជាមួយក្លិនធូបទៀននិងសំឡេងព្រះសង្ឃសូត្រមន្តពីវត្តកោះវិបុលសប្បាយចិត្តដែលបានជួបយាយម៉ៅនិងអ្នកភូមិវិញប៉ុន្តែគេក៏ចាប់អារម្មណ៍នឹងការប្រែប្រួលមួយចំនួនដែរអ្នកភូមិហាក់មានភាពស្ងៀមស្ងាត់និងប្រយ័ត្នប្រយែងជាងមុនជាពិសេសពេលនិយាយពីរឿងវត្តកោះល្ងាចមួយពេលកំពុងអង្គុយក្រោមផ្ទះជាមួយយាយម៉ៅវិបុលក៏សួរយាយមិនក៏អ្នកភូមិយើងឥឡូវដូចជាខ្លាចវត្តកោះម្លេះកាលខ្ញុំនៅតូចឃើញក្មេងរត់លេងក្នុងវត្តរហូតតាយាយម៉ៅដកដង្ហើមធំរួចបន្ថយសំឡេងក្មួយវិបុលអើយវាមានរឿងប៉ុន្មានខែនេះមានមនុស្សឃើញព្រឹត្តិការណ៍ចម្លែកនៅម្ដុំដើមពោធិ៍វត្តនោះខ្លះហេសំឡេងមនុស្សស្រីយំខ្សឹកខ្សួលពេលយប់ស្ងាត់ខ្លះឃើញស្រមោលស្រីស្រលនៅក្រោមដើមពោធិ៍ពេលថ្ងៃរសៀលជ្រាលជ្រៅគេថាវិញ្ញាណនាងនេះកំពុងតែអុកឡុកខ្លាំងឡើងហើយនាងនេះអ្នកណាគេយាយវិបុលសួរដោយឆ្ងល់ជាស្រីក្រមុំម្នាក់ស្លាប់នៅក្រោមដើមពោធិ៍នឹងប្រហែលជា30 ឆ្នាំមុនហើយគេថាខ្យល់កោប៉ុន្តែមានមនុស្សចាស់ខ្លះខ្សឹបថានាងត្រូវគេធ្វើបាបរហូតដល់ស្លាប់ព្រលឹងនាងមិនបានទៅណាសោះនៅតែវិលវល់ត្រង់នឹងយាយម៉ៅនិយាយទាំងព្រឺសម្បូរវិបុលគ្រាន់តែញឹមស្ងួតគេមិនជឿរឿងអស់ទាំងនេះទេគិតថាជាការស្រមើស្រមៃរបស់អ្នកភូមិប៉ុណ្ណោះប៉ុន្មានថ្ងៃក្រោយមកក្នុងយប់ថ្ងៃ14កើតខែភទ្របទពន្លឺព្រះច័ន្ទពេញវង់ភ្លឺច្បាស់វិបុលដើរចេញពីផ្ទះមិត្តភក្តិយឺតបន្តិចផ្លូវកាត់ទៅផ្ទះយាយម៉ៅត្រូវឆ្លងកាត់ជិតរបងវត្តកោះខ្យល់ពេលយប់ត្រជាក់ស្រិបបក់ផាត់ស្លឹកឈើសូរស្រោកស្រាកពេលដើរមកដល់ជិតដើមពោធិ៍ធំនោះវិបុលស្រាប់តែមានអារម្មណ៍ថាដូចជាមានមនុស្សកំពុងសម្លឹងមើលគេពីក្រោយខ្នងរោមរបស់គេក៏បះជ្រងគេព្យាយាមដើរឲ្យលឿនជាងមុនតែអារម្មណ៍នោះកាន់តែខ្លាំងឡើងភ្លាមនោះវិបុលលើសំឡេងខ្សោដូចជាមនុស្សស្រីកំពុងយំសំឡេងនោះល្វើយតែច្បាស់ក្រឡែតធ្វើឲ្យវិបុលឈប់ងក់គេងាកក្រោយយឺតក្រោមពន្លឺព្រះច័ន្ទស្រទន់គេឃើញស្រមោលខ្មៅមួយរាងជាមនុស្សស្រីឈរនៅក្រោមដើមពោធិ៍ស្រមោលនោះហាក់ដូចជាកំពុងយកខ្លួនតិចវិបុលភ័យឡើងស្លេកមុខបេះដូងលោតញាប់ស្ទើរតែធ្លីចេញមកក្រៅគេមិនហ៊ានមើលយូរទេប្រឹងទប់អារម្មណ៍រួចរត់សម្ដៅទៅផ្ទះយាយម៉ៅភ្លាម
មកដល់ផ្ទះវិបុលរៀបរាប់ប្រាប់យាយម៉ៅទាំងញ៉ាំមាត់យាយម៉ៅភ័យផងខឹងផងយាយប្រាប់ហើយថាកុំទៅចិត្តកន្លែងនឹងពេលយប់ព្រលឹងនាងនេះកំពុងតែចង់បានអ្វីមួយហើយទើបបង្ហាញខ្លួនឲ្យឃើញច្បាស់យ៉ាងនេះយាយម៉ៅក៏រៀបស្លាធម៌បង្អែមចេកអុជធូបទៀននៅក្បាលដំណេកវិបុលសុំឲ្យវត្ថុស័ក្តិសិទ្ធិជួយការពារយប់នោះវិបុលគេងមិនលក់ស្រួលសោះគេយល់សប្តិឃើញស្ត្រីម្នាក់ស្លៀកសំពត់ហូរពណ៌ក្រមៅសក់វែងអន្លាយមុខស្លេកស្លាំងទឹកភ្នែកហូររហាមស្ត្រីនោះមិននិយាយអ្វីទេគ្រាន់តែចង្អុលដៃទៅកាន់ដីនៅក្រោមដើមពោតរួចក៏លីបាត់ទៅវិបុលភ្ញាក់ដឹងខ្លួនទាំងបែកញើសជោគថ្ងាសព្រឹកឡើងវិបុលមានអារម្មណ៍មិនស្រួលក្នុងខ្លួនគេសម្រេចចិត្តទៅវត្តដើម្បីសាកសួរព្រះចៅអធិការវត្តអំពីរឿងរ៉ាវរបស់នាងនេះព្រះចៅអធិការព្រះនាមផិតមុនីជាព្រះសង្ឃចាស់វស្សាមានធរដីកាថារឿងនាងនេះជាទុក្ខវេទនាពិតមែននាងជាក្មេងកំព្រាត្រូវបានគ្រួសារមួយយកមកចិញ្ចឹមតែគេធ្វើបាបនាងណាស់ថ្ងៃមួយនាងរត់គេចខ្លួនទាំងយប់តែអកុសលអីមិនដឹងជាយ៉ាងម៉េចស្រាប់តែព្រឹកឡើងគេឃើញសពនាងនៅក្រោមដើមពោតនោះអ្នកខ្លះថាខ្យល់គោអ្នកខ្លះថាជួបសត្វសាហាវតែការពិតយ៉ាងណាគ្មានអ្នកណាដឹងច្បាស់ទេតែព្រលឹងនាងមិនស្ងប់ទេអាត្មាធ្លាប់និមន្តបង្សុកូលឲ្យដែរតែហាក់ដូចជានាងនៅមានអ្វីចង់ប្រាប់ទេពេលឮថេរដីការបស់លោកគ្រូចៅអធិការនឹងនឹកឃើញដល់សុបិនរបស់ខ្លួនវិបុលក៏មានគំនិតមួយគេសង្ស័យថានាងនេះមិនមែនស្លាប់ដោយឯកឯងទេហើយវិញ្ញាណរបស់នាងចង់ឲ្យគេដឹងការពិតវិបុលសុំការអនុញ្ញាតពីលោកគ្រូចៅអធិការនិងសុំឲ្យអ្នកភូមិខ្លះជួយគេបានទៅជីកដីនៅត្រង់កន្លែងដែលនាងនេះចង្អុលក្នុងសុបិននៅក្រោមដើមពោតនោះជីកបានមួយសន្ទុះស្រាប់តែប៉ះចំរបស់រឹងមួយពេលកាយដីចេញអស់គេឃើញប្រអប់ដែកចាស់មួយពេលបើកប្រអប់នោះឡើងគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងនោះមានសម្បត្តិមួយច្បាប់សរសេរដោយនាងនេះផ្ទាល់រៀបរាប់ពីការធ្វើទារុណកម្មរបស់គ្រួសារចិញ្ចឹមនិងការប៉ុនប៉ងរត់គេចខ្លួនរបស់នាងបានសរសេរថានាងដឹងថាគ្រួសារនោះនឹងតាមរកនាងហើយបើមានរឿងអ្វីកើតឡើងចំពោះនាងគឺពួកគេជាអ្នកទទួលខុសត្រូវរើពីសម្បត្តិក៏មានកងដៃប្រាក់តូចមួយដែលជាវត្ថុអនុស្សាវរីយ៍តែមួយគត់ពីម្ដាយបង្កើតរបស់នាងរឿងរ៉ាវនេះបានលាតត្រដាងការពិតដែលកប់បាត់អស់ជាច្រើនឆ្នាំអ្នកភូមិមានការអាណិតអាសូរដល់នាងនេះយ៉ាងខ្លាំងគ្រួសារដែលធ្វើបាបនាងក៏ត្រូវបានអ្នកភូមិថ្កោលទោសនិងរងផលកម្មរៀងខ្លួនទៅចំណុចបញ្ចប់លោកគ្រូចៅអធិការផិតមុនីបានដឹកនាំធ្វើពិធីបុណ្យឧទ្ទិសកុសលយ៉ាងធំមួយជូនដល់វិញ្ញាណក្ខន្ធនាងនេះសម្បត្តិនិងកងដៃរបស់នាងត្រូវបានយកទៅតម្កល់ទុកក្នុងចេតិយតូចមួយដែលអ្នកភូមិរួមគ្នាសាងសង់នៅក្បែរដើមពោតនោះចាប់តាំងពីពេលនោះមកគ្មាននរណាបានឮសំឡេងយំឬឃើញស្រមោលអន្ទោលនៅក្រោមដើមពោតវត្តកោះទៀតទេដើមពោតធំនោះលែងជាកន្លែងគួរឲ្យខ្លាចទៀតហើយតែបានក្លាយជាទីរំលឹកដល់រឿងរ៉ាវដ៏សែនកំសត់របស់នាងនេះនិងជាភស្តុតាងនៃយុត្តិធម៌ដែលទទួលបានទោះបីជាយឺតពេលក៏ដោយ
វិបុលត្រឡប់ទៅភ្នំពេញវិញជាមួយបទពិសោធន៍ថ្មីមួយដែលធ្វើឲ្យគេលែងហ៊ានមើលស្រាលជំនឿរបស់អ្នកស្រុកស្រែចម្ការទៀតហើយរាល់ពេលដែលគេនឹកឃើញដល់ស្រមោលក្រោមពន្លឺព្រះច័ន្ទនៅវត្តកោះគេតែងតែសូត្រមន្តរំលឹកគុណដល់នាងនេះនិងឧទ្ទិសបុណ្យកុសលឲ្យនាងបានទៅកាន់សុគតិភពឯវត្តកោះក៏វិលត្រឡប់មករកភាពស្ងប់ស្ងាត់និងជាទីសក្ការៈសម្រាប់អ្នកភូមិវិញតែពេលខ្លះពេលខ្យល់បក់មកត្រូវស្លឹកពោតឬសូរអ្នកភូមិចាស់ខ្លះនៅតែនិយាយថានោះជាសម្លេងដកដង្ហើមធូរស្បើយរបស់នាងនេះ